ចំពោះបរិសដែលគាត់ធ្វើការរោងចក្រហើយគាត់ឈប់ចាមានន័យថាគាត់មានកូនគាត់ឈប់គឺគាត់ឲ្យតែបានតែដាក់ទៀមទាលុយលើកទី1មានន័យថាទៀមទាលុយមុនសម្រាណាអញ្ចឹងគឺគាត់នៅតែអាចប្រើបានរហូតដល់គាត់សម្រាអញ្ចឹងនេះខ្ញុំចេញពីវីដេអូឃ្លីបមុននេះណាប៉ុន្តែនៅតែមានអ្នកគាត់អត់យល់ពីត្រង់ហ្នឹងអញ្ចឹងសូមបងប្អូនអ្នកដែលគាត់ធ្វើរោងចក្រហើយគាត់ឈប់បងប្អូនមានអ្នកដែលគាត់ខាតអត្ថប្រយោជន៍របស់គាត់ណាគាត់មកមណ្ឌលសុខភាពរបស់នាងខ្ញុំហ្នឹងហើយគាត់អត់ដឹងថាខ្លួនគាត់ហ្នឹងពេលឈប់អញ្ចឹងទៅសុពលភាពគឺគាត់អាចបានលុយហ្នឹងឯចាអញ្ចឹងគាត់អត់ទៅដាក់ទៀមទាយកអាលុយមុនសម្រាហ្នឹងឯងដល់អញ្ចឹងបានគាត់មកម្ដងទៀតគាត់ដាច់សុពលភាពបាត់ចាអញ្ចឹងគាត់ទទួលបានដំណឹងហ្នឹងវាយឺតពេកណាអញ្ចឹងនេះខ្ញុំចង់ប្រាប់ទៅបោសសនយោជិកបោសដែលគាត់ធ្វើការដោយរោងចក្រសហគ្រាសណាមួយណាអញ្ចឹងឲ្យគាត់យល់អំពីត្រង់ហ្នឹងបន្តិចណាហើយឥឡូវមានសំណួរបងស្រីមួយគាត់សួរមកគឺជាសំណួរមួយហ្នឹងដូចគ្នាចាគាត់សួរអាហ្នឹងខ្ញុំធ្លាប់ចេញពីคลิปមុននេះបងប្អូនតែនៅតែមានអ្នកអត់យល់អ្នកអត់ដឹងចានៅតែមានសំណួរហ្នឹងមកទៀតណាអញ្ចឹងគាត់សួរថាអ្នកគ្រូសំសួរមួយខ្ញុំធ្វើរោងចក្ររាប់ឆ្នាំហើយណាតែដល់ពេលមានកូនខ្ញុំធ្វើអត់កើតគោសុំច្បាប់គេឈប់មកបើកមុខរបរខ្លួនឯងវិញតែបោសសររោងចក្រហ្នឹងមិនតន់ផ្ដាច់ទេខ្ញុំចង់ទៅភ្ជាប់បន្តអំឡុងពេលខ្ញុំមានបន្តិចពោះតើខ្ញុំបានលុយ70%ដែរឬទេអញ្ចឹងបងអូនចង់ប្រាប់ទៅសំណួរម្ចាស់សំណួរណាចាម៉ាក់ដាវីនចាចង់ប្រាប់ទៅបងអូនថាចេះថាបោសសប្រភេទជាស្វ័យនយោជយើងបាន1លាន26គឺជាបោសសដែលគាត់បងលុយដោយខ្លួនឯងណាអញ្ចឹងបើសិនជាបងអូនធ្វើរោងចក្រអញ្ចឹងមានន័យថាបោសសបងអូនគឺជានយោជិកចានយោជិកអញ្ចឹងបងប្អូនគឺឈប់ធ្វើការហើយត្រូវទេកាលណាដែលឈប់ធ្វើការបងអូនចង់មកបោះបន្តដោយខ្លួនឯងចាអញ្ចឹងចង់បោះបន្តដោយខ្លួនឯងបងអូនត្រូវដឹងថាការដែលយើងបងដោយខ្លួនឯងនេះយើងនឹងខ្លាចជាបុគ្គលស្វ័យនយោជិកអញ្ចឹងលក្ខខណ្ឌរបស់បោសសស្វ័យនយោជិកបងប្អូនគឺទៀមទីឲ្យបងប្អូនហ្នឹងធ្វើបងវិភាគទានទៅបោសសហ្នឹងយ៉ាងតិចបំផុត9ដងឡើងលើណាស្មើនឹងយើងបងបាន9ខែចាអញ្ចឹងបើសិនជាឥឡូវបងអូនមានកូនចាមានកូន1ខែឬក៏2ខែចាអូនឈប់ធ្វើការនៅរោងចក្រអញ្ចឹងអូនមកបងដោយខ្លួនឯងអញ្ចឹងបើសិនជាអូនបងខ្លួនឯងអូនរាប់មើលបានប៉ុន្មានមានន័យថាយើងបងអញ្ចឹងកូនរបស់យើងបាន2ខែឬក៏3ខែផងក៏មិនដឹងណាចាអញ្ចឹងពេលយើងបងបាន5ឬក៏6ដងអីចឹងទៅយើងសម្រាប់កូនមកតែហ្នឹងអញ្ចឹងយើងបងបាន5 6 7ដងអីចឹងចោះចាអញ្ចឹងបងអូនគឺអត់គ្រប់លក្ខខណ្ឌ9ដងអីអញ្ចឹងបងអូនគឺអត់បាន70%ទេណាចាហើយបើសិនជាបងអូនចង់សម្ដៅទៅលើ70%របស់រោងចក្រចាអញ្ចឹង70%របស់រោងចក្រក៏ដូចគ្នាជាមួយនឹង70%ស្វ័យនយោជដែរនេះខ្ញុំចង់និយាយពីទឹកលុយអត់និយាយណាទឹកលុយគឺខុសគ្នាចាតែសម្រាប់លក្ខខណ្ឌមានន័យថាលក្ខខណ្ឌដែលយើងអាចបានលុយ70%បងអូនស្រីគឺត្រូវបងវិភាគទាន12ខែចុងក្រោយនឹងរាប់ឲ្យបាន9ដងចាមានន័យថាយើងធ្វើការបងវិភាគទានទៅបូសូហ្នឹងអំឡុងពេល12ខែមានន័យថាអំឡុងពេល12ខែបើយើងរាប់ថយក្រោយពីថ្ងៃហ្នឹងពីថ្ងៃសម្រានិយាយថ្ងៃសម្រាចោះថយក្រោយទៅវិញឲ្យបាន12ខែហើយនៅក្នុង12ខែហ្នឹងបងប្អូនស្ត្រីគឺមានវិភាគទានចំនួន9ដងណា9ដងនោះទៅបងប្អូនស្ត្រីគឺអាចបានប្រាក់70%ពីរោងចក្រចាប៉ុន្តែបើសិនជាករណីបងអូនណាឈប់ធ្វើការរោងចក្រអីចាមានន័យថាយើងឈប់ធ្វើការរោងចក្រពីកូនយើង1ខែ2ខែ3ខែ4ខែ5ខែអីក៏ដោយនៅក្នុងពោះរបស់យើងអញ្ចឹងនៅពេលដែលបងអូនឈប់ធ្វើអញ្ចឹងបើសិនជារាប់ថយក្រោយទៅបងអូនបងបាន7ដងឬក៏6ដងណាអញ្ចឹងគឺអូនអត់បានប្រាក់70%ហ្នឹងទេណាចាអញ្ចឹងគឺយើងអត់បានប្រាក់70%ហ្នឹងទេអញ្ចឹងបងអូនត្រូវយល់ត្រង់ហ្នឹងមួយចាមានន័យថាតើតាមានវិភាគទានយ៉ាងតិចណាស់9ដងអញ្ចឹងអ្នកដែលគាត់ចង់បានលុយ70%ហ្នឹងណាលុះត្រាហ្នឹងតាមនាងខ្ញុំចំណាំមើលគឺគាត់ត្រូវធ្វើការរហូតតតែគៀកសម្រាចាមានន័យថាគាត់7 8ឬក៏9ខែហ្នឹងឬក៏គាត់ចិត្តកើតទៅគាត់ទៅដាក់ច្បាប់ឈប់ហ្នឹងអាហ្នឹងអូខេហ្មងគឺដឹងតែបាន70%តែម្ដងចាប៉ុន្តែបើសិនជាគាត់ឈប់យូរពេកឈប់ពីមុនយូរពេកមានផ្ទៃពោះទៅមានទេស្រាប់គាត់ចាញ់ពេកអីពេកអញ្ចឹងគាត់អាចធ្វើការរោងចក្រនឹងបន្តទៀតបានណាបងប្អូនអញ្ចឹងគាត់អត់បានលុយនឹងទេណាមានន័យថា70%ដាច់ហើយដោយសារអីវានៅអំឡុងពេលយូរពេកកាលណាយូរពេកយើងរាប់ថយក្រោយមក12ខែយើងអត់មានវិភាគទានដល់9ដងហើយយើងបានប្រហែលដងនៅក្នុងអាខែនៅក្នុងអាពេលយើងឈប់ហ្នឹងណាអញ្ចឹងយើងអត់គ្រប់ចំនួន9ដងគឺយើងអត់បានលុយ70%ហ្នឹងទេលុយគេហៅថាបំណាច់មិត្តភាពណាចាហើយមួយទៀតបងអូនស្រីមួយទៀតណាមួយទៀតករណីដែលបងអូនធ្វើការអត់កែចាអញ្ចឹងមិញនៅខ្ញុំឃើញខមមិនរបស់បងអូនហ្នឹងដូចជាអត់តន់ដាច់សុពលភាពអីចឹងណាចានៅមានន័យថារោងចក្រនឹងអត់តន់សុពលភាពការបងប្អូនគឺអត់តន់ដាច់ទេអញ្ចឹងបងប្អូនណាបើសិនជាអ្នកដែលគាត់ធ្វើការណាធ្វើការជានយោជកចាមានន័យថាបូតសនយោជកមានន័យរោងចក្រសហគ្រាសណាមួយឬមួយក៏យើងធ្វើការជាអ្នកស៊ីឈ្នួលដែលមានតកែបងឲ្យយើងអីហ្នឹងណាបងប្អូនអញ្ចឹងសូមបងប្អូនយកទៅចោះឈ្មោះឲ្យបានជាប្រញាប់ឲ្យតែដឹងតែខ្លួនឯងមានផ្ទៃពោះហើយកុំរងចាំចាមកពីនៅផ្ទៃពោះជាមួយនឹងអ្នកគ្រូឈ្មោះបន្ទាប់មកគេឲ្យសភៅសុខភាពមេដាហ្នឹងចាយកអាហ្នឹងទៅដាក់ដើម្បីស្នើទាមទារយកលុយឧបត្ថម្ភមុនពេលសម្រាប់ចំនួន4ដងចាអញ្ចឹងប្រសិនបើបងប្អូនដាក់ដូចចង់និយាយថាដល់ពេលបងប្អូនអាចដាក់ទាមទារបានស្នើបានម្ដងហើយបងប្អូនអញ្ចឹងការសុពលភាពរបស់បងប្អូនហ្នឹងគឺនឹងគេបើកឲ្យ Q មានន័យថាគ្រីស Q គឺបងប្អូនអាចប្រាប់បានរហូតដល់ថ្ងៃដែលបងប្អូនសម្រាតែម្ដងណាសម្រាពេលណាគេនឹងបិទកាតនឹងវិញហើយចាអញ្ចឹង
ចង់ប្រាប់ទៅបងអូនវិញថាលក្ខខណ្ឌដែល70%នោះខ្ញុំបញ្យល់មកណាចានេះនិយាយពីលក្ខខណ្ឌដែលបងអូនអត់ទាន់ដាច់សុពលភាពអញ្ចឹងសូមបងអូនប្រញាប់រុះរាន់យកទៅដាក់ជាប្រញាប់ទៅចានៅពេលដែលយើងដាក់បានម្ដងហើយអតិភិបការហ្នឹងគឺធំមកបងប្អូនដោយបងប្អូនមិនចាំបាច់បងតទៀតទេគឺប្រើបានរហូតដល់យើងសម្រាប់កូនមានន័យថាមកពីនិតិពោះចាមុនសម្រាប់ពេលសម្រាប់អីនេះគឺអត់អស់លុយទេបងប្អូនអត់អស់លុយទេចាគឺបូតសូននៅតែរាប់ដងជូនណាជាក់ស្ដែងការរបស់យើងកាលណាយើងឈប់ធ្វើការភាគច្រើនអត់មានវិភាគទានទៅឲ្យគេទេវាបានតែត្រឹមតែ2ខែបន្ទាប់ពីយើងឈប់ទេទៅចាអញ្ចឹង2ខែបន្ទាប់គឺគេនឹងបាត់កាតហ្នឹងហើយប៉ុន្តែបើសិនយើងមានផ្ទៃពោះហើយយើងបានតែដាក់យកប្រាក់ឧបត្ថម្ភមុនសម្រាប់ហ្នឹងហើយកាតហ្នឹងគឺគេនឹងតកសុពលភាពឲ្យបងប្អូនប្រើរហូតដល់បងប្អូនសម្រាប់អញ្ចឹងដោយបងប្អូនមិនចាំបាច់ទៅបងទៀតទេចាំបាច់ចាំទៅបងបន្តទៀតដើម្បីបន្តកាតហ្នឹងឯងអញ្ចឹងបានចាអញ្ចឹងអត្ថប្រយោជន៍យើងបានទៅដឹងល្អត្រង់ថាទី1យើងអាចប្រើកាតយើងនៅតែប្រើបានចាទី2គឺយើងបានលុយអត្ថប្រយោជន៍មុនសម្រាប់4ដងក្រោយសម្រាប់ចាអូសតូពេលសម្រាប់បាន80,000ក្រោយសម្រាប់បាន10ដងទៀតណាម្ដង80000ហ្នឹងបងប្អូនអញ្ចឹងគឺយើងអាចបានរហូតចាហើយបើសិនជាបងប្អូនអត់បានដាក់ចាអត់បានដាក់ណាស្រាប់តែការរបស់បងប្អូនហ្នឹងដាច់សុពលភាពអញ្ចឹងគឺអូនប្រើឡើងកើតហើយអញ្ចឹងបើអូនយកទៅតអូននឹងខ្លាយទៅជាបូសសូប្រភេទស្វ័យនយោជន៍ម្ដងចាស្វ័យនយោជន៍ណាអញ្ចឹងស្វ័យនយោជន៍យើងបានទៅពេទ្យមិនអស់លុយដោយរាប់រងនៃបូសសូណាប៉ុន្តែអត្ថប្រយោជន៍70%ហ្នឹងដូចយើងខ្ញុំបញ្យល់អញ្ចឹងអត់បានទេតតែបាន9ខែឡើងលើណាអញ្ចឹងមានតែបើយើងមានកូនហើយយើងចាប់ផ្ដើមទៅបងហ្នឹងបានអត់អ្នកគ្រូគឺអត់បានទេចាដោយសារយើងអត់គ្រប់ចំនួនលក្ខខណ្ឌរបស់ខាងបូសសូចាអញ្ចឹងនិយាយជារួមមកវិញគឺបងប្អូនអាចឲ្យតែដឹងថាមានទីពោះគឺទៅចោះឈ្មោះដើម្បីយកប្រាក់ឧបត្ថម្ភមុនសម្រាប់ចានៅពេលដែលបងប្អូនចោះឈ្មោះហើយអតិភិបការនោះនឹងគេຕົកតតែយើងសម្រាប់ហើយចាបន្តមកទៀតយើងសម្រាប់ហើយក៏បានលុយចំនួន80,000ហ្នឹងគឺបានចាតែប៉ុន្តែលក្ខខណ្ឌគេត្រូវសំទោសត្រូវកើតនៅក្នុងមន្ទីរពេទ្យចានៅក្នុងមន្ទីរពេទ្យដែលជាដៃគូរបស់បូសសូដូចជាមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យធំដែលជាសហការជាមួយនឹងបូសសូចាជាដៃគូនឹងគ្នាហ្នឹងទើបអាចបាន80,000ហ្នឹងណាបើទៅកើតឯកជនក៏អត់ដែរហើយសួរពីរឿង80% 70%គឺអត់បានទេបងប្អូនបើឈប់យូរខ្លាំងពេកដល់12ខែថយក្រោយបងប្អូនអត់មានវិភាគទានចំនួន9ខែឡើងលើទេគឺអត់បានទេបើយើងឈប់ពីចង្ងាយពេកណាហើយមួយទៀតអញ្ចឹងបងប្អូនអាចនឹងឆ្ងល់មួយទៀតអាចឆ្ងល់ថាអ្នកគ្រូចុះបើសិនជាការរបស់ខ្ញុំហ្នឹងវាបានបូសំទោសបើសិនជាការរបស់ខ្ញុំហ្នឹងឈប់ធ្វើការហើយចាទៅធម្មតាគេទុកអតិភិបឲ្យត្រឹមពេលសម្រាប់ចុះក្រោយសម្រាប់មានន័យថាពេលក្រោយសម្រាប់ហ្នឹងតែការរបស់ខ្ញុំហ្នឹងត្រូវយកលុយឧបត្ថម្ភចំនួន10ដងទៀតណានៅពេលវាក់សាំងកូនហ្នឹងអញ្ចឹងបើគេកាត់ផ្ដាច់ចោលអញ្ចឹងនៅតែបានលុយអត់នៅតែបានបងប្អូនទោះបីជាកាត់ហ្នឹងត្រូវគេបិទសុពលភាពហើយក៏ដោយក៏នៅតែបានលុយហ្នឹងដែរត្រូវតែយកកាត់ហ្នឹងរៀងរាល់ពេលមកវាក់សាំងចាគឺនៅតែអាចប្រើទៅលើការឧបត្ថម្ភយកលុយឧបត្ថម្ភហ្នឹងបានចាតែសម្រាប់ការប្រើគឺប្រើឡើងបានដោយសារសម្រាប់កូនពេលណាគឺកាត់ហ្នឹងគេបិទវិញហើយចាអញ្ចឹងតែមុនពេលសម្រាប់គឺបងប្អូនអាចប្រើបានដោយសារគេទុកអតិភិបគ្រីបពណ៌ខៀវឲ្យណាចាអញ្ចឹងចានាងខ្ញុំគ្រាន់តែចង់បញ្យល់ប្រាប់ពីបងប្អូនស្ត្រីណាតែជាបូសសូនយោចាប់ត្រឹមប៉ុណ្ណឹងឯងថាបើសិនជាបងប្អូនដឹងមានផ្ទៃពោះហើយកុំឲ្យបាត់បង់អត្ថប្រយោជន៍ខ្លួនឯងប្រញាប់ទៅដាក់ចាប្រញាប់ទៅដាក់ទៀមទាយកលុយ4ដងមុនពេលសម្រាប់ហ្នឹងទៅការរបស់បងប្អូនគឺមានអត្ថប្រយោជន៍ធំទូបងប្អូនធ្វើការតទៅទៀតឬក៏មិនធ្វើក៏នៅតែអាចបានអត្ថប្រយោជន៍មុន4ដងពេលសម្រាប់80,000និងក្រោយសម្រាប់ចំនួន10ដងចាប៉ុន្តែបើសិនជាអត់យកទៅដាក់ទេសត្វតែឈប់ធ្វើការរោងចក្របងប្អូន2ខែណា2ខែគឺបងប្អូននឹងត្រូវគេបាត់ឯចាហើយមួយទៀតណាបងប្អូនមានន័យថាសុពលភាព2ខែមានស្ត្រីម្នាក់គាត់មកគឺគាត់ដាច់សុពលភាពដោយសារគាត់ដឹងស្ដាយជំនួសគាត់ដែរចាគាត់ចេះជំរឿនណាបងប្អូនពេលគាត់មកអញ្ចឹងមានន័យថាគាត់ដំបូងគាត់ធ្វើការរោងចក្រអញ្ចឹងពេលដែលគាត់ឈប់ធ្វើការរោងចក្រគាត់ឈប់ភ្លាមតែម្ដងដល់ឈប់គាត់មកនៅផ្ទះចាដល់គាត់មកនៅផ្ទះគាត់អត់ដឹងទេអត់ដឹងថាសុពលភាពការគាត់ហ្នឹងគឺបាន2ខែទៀតណាបន្ទាប់ពីយើងឈប់ធ្វើការរោងចក្រទោះបីជាបងប្អូនមិនកំពុងនៅក្នុងរោងចក្រក៏ដោយឲ្យតែសុពលភាពការហ្នឹងកំពុងនៅដំណើរការគឺបងប្អូននៅតែអាចទៅដាក់ទៀមទាយកលុយចំនួន4ដងមានន័យថាឧបត្ថម្ភ4ដងពេលសម្រាប់80,000ក្រោយសម្រាប់10ដងហ្នឹងគឺនៅតែបានណាបងប្អូនអញ្ចឹងនាងខ្ញុំនិយាយជាឲ្យងាយយល់គឺអញ្ចឹងចាមានន័យថាទោះឈប់ធ្វើការក៏ដោយឲ្យតែនៅផ្ទះការហ្នឹងកំពុងមានសុពលភាពគឺអាចប្រើបានប៉ុន្តែបើសិនយកទៅបន្តជាស្វ័យនយោជន៍ការហ្នឹងនឹងប្រែទៅជាស្វ័យនយោជន៍ណាអញ្ចឹងគឺយើងអត់អាចបាន70%ដូចចង់70%បែបស្វ័យនយោជន៍អីហ្នឹងគឺអត់បានទេបងប្អូនអាហ្នឹងសូមបងប្អូនស្ដាប់ពីលើដល់ក្រោមហ្នឹងសូមឲ្យយល់ត្រង់ហ្នឹងចាបើសិនជាបងប្អូនគិតថាមានប្រយោជន៍សូមបងប្អូនជួយ like និង share ណាហើយ follow page ម្នាក់មួយបងប្អូនទុកគ្រាន់ថ្ងៃក្រោយយើងអាចបានដំណឹងអីផ្សេងទៀតពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពចាតាក់ទងជាមួយនឹងបូសសូដែលមកប្រើសេវានៅមណ្ឌលសុខភាពនៅអីចឹងខ្ញុំដឹងខ្ញុំនឹងប្រាប់បន្តទៅទៀតណាចាអញ្ចឹង